កិច្ចចរចាពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនិងចិនរួមផ្សំទាំងការកើនឡើងនៃរបាយការណ៍ការងាររបស់សហរដ្ឋអាមេរិកបានធ្វើឲ្យតម្លៃមានការធ្លាក់ចុះដល់$84ក្នុងមួយតម្លឹងសូមស្វាគមន៍មកកាន់ព័ត៌មានហិរញ្ញវត្ថុរបស់ FA Insight ការសង្ខេបព្រឹត្តិការណ៍ទីផ្សារប្រចាំសប្តាហ៍ចាប់ពីថ្ងៃទី2ដល់ថ្ងៃទី6ខែមិថុនាឆ្នាំ2025លុយដុល្លារអាមេរិកហាក់ដូចជាពុំសូវមានការប្រែប្រួលនោះទេកាលពីដើមសប្តាហ៍ដែលបានធ្លាក់ចុះមកបរិវេណតម្លៃ98.300ដោយសារតែការកើនឡើងនៃភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយជាពិសេសទៅលើពន្ធពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនិងប្រទេសចិនប៉ុន្តែកាលពីម្សិលមិញនេះរបាយការណ៍ការផ្លាស់ប្ដូរការងាររបស់សហរដ្ឋអាមេរិកមានការកើនឡើងដែលខ្ពស់ជាងការរំពឹងទុកដែលបានធ្វើឲ្យលុយដុល្លារមានការកើនឡើងមកបរិវេណតម្លៃ99.00វិញបន្ថែមពីលើនេះទៅទៀតមន្ត្រីពាណិជ្ជកម្មកម្ពុជារបស់សហរដ្ឋអាមេរិកនិងចិនបានជួបគ្នានៅថ្ងៃច័ន្ទនៅទីក្រុងឡុងបន្ទាប់ពីទទួលបានភាពល្អប្រសើរក្នុងការចរចាតាមរយៈទូរស័ព្ទដោយសន្យាថានឹងបន្តកិច្ចពិភាក្សាពាណិជ្ជកម្មរបស់ពួកគេនិងផ្ដល់ក្តីសង្ឃឹមមួយចំនួនដល់វិនិយោគិនសម្រាប់ទំនាក់ទំនងកាន់តែល្អប្រសើររវាងប្រទេសទាំងពីរការថមថយនៃលុយដុល្លារនេះបានធ្វើឲ្យរូបិយប័ណ្ណផ្សេងៗទៀតមានការកើនឡើងដូចជាលុយអឺរ៉ូបានកើនឡើងមកបរិវេណតម្លៃ1.1495លុយផោនក៏បានកើនឡើងមកបរិវេណតម្លៃ1.3616ផងដែរដោយលុយអូស៊ីបានកើនឡើងបន្តិចក្នុងសប្តាហ៍នេះក្នុងបរិវេណតម្លៃ0.6538ខណៈដែលលុយយេនវិញបានថមថយបន្តិចដែលបានធ្វើឲ្យ USD JPY មានការកើនឡើងក្នុងបរិវេណតម្លៃ145.00បើទាក់ទងទៅនឹងសមាជិកធនាគារកណ្ដាលសហរដ្ឋអាមេរិកវិញបានលើកឡើងថាស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកមិនទាន់មានភាពច្បាស់លាស់នៅឡើយនោះទេហើយប្រសិនបើស្ថានភាពពាណិជ្ជកម្មនៅតែមិនទាន់មានភាពច្បាស់លាស់នោះទេការកាត់បន្ថយអត្រាការប្រាក់គឺមិនអាចទៅរួចនោះទេយោងទៅតាម Fed Watch Tool របស់ CME Group បានឲ្យដឹងថា probability ក្នុងការកាត់បន្ថយអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី18ខែមិថុនាគឺមានត្រឹមតែ 3% តែប៉ុណ្ណោះចំណែកឯការរក្សាអត្រាការប្រាក់ឲ្យនៅដដែលគឺមានភាគរយដល់ទៅ97%ចំណែកឯទីផ្សារវិញបានរំពឹងទុកថាការកាត់បន្ថយអត្រាការប្រាក់អាចនឹងកើតមានឡើងនៃកិច្ចប្រជុំបន្ទាប់នៅក្នុងខែកញ្ញាខាងមុខនេះតម្លៃប្រេងឆៅបានកើនឡើង$4នៅក្នុង1បារ៉ែលដែលបានកើនឡើងពីកម្រិតតម្លៃ$60មកកម្រិតតម្លៃ$64នៅក្នុង1បារ៉ែលដោយសារតែភាពតានតឹងនៅមជ្ឈិមបូព៌ាបានកើតមានឡើងនៅពេលដែលអ៊ីស្រាអែលបានបន្តការវាយប្រហាររបស់ខ្លួនទៅលើប្រទេសលីបង់ដោយរដ្ឋមន្ត្រីការពារជាតិលោក Israel Katz បានព្រមានថានឹងមិនមានសន្តិភាពនៅក្នុងទីក្រុងបេរូតនោះទេតម្លៃមាសបានបើកដំណើរការទីផ្សារជាមួយនឹងកម្រិតតម្លៃ$3,979នៅក្នុង1តម្លឹងក៏បានកើនឡើងនៅដើមសប្តាហ៍ពីកម្រិតតម្លៃ$4,103ក្នុង1តម្លឹងដោយសារតែការធ្លាក់ចុះនៃលុយដុល្លាររួមផ្សំទាំងភាពមិនច្បាស់លាស់នៃពន្ធពាណិជ្ជកម្មប៉ុន្តែដំណឹងល្អនឹងមានកិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិននឹងត្រូវបានធ្វើឡើងនាពេលខាងមុខនេះរួមផ្សំទាំងរបាយការណ៍ល្អប្រសើររបស់សហរដ្ឋអាមេរិកដែលបានធ្វើឲ្យតម្លៃមាសមានការថមថយមកវិញក្នុងបរិវេណតម្លៃ$3,991នៅក្នុង1តម្លឹងសូមអរគុណចំពោះការតាមដានព័ត៌មានហិរញ្ញវត្ថុរបស់ FA Insight